tôi là Cúខ្ញុំបាទឈ្មោះអឿនសាឡាឆារីមកពីក្រុម SU10 ថ្ងៃនេះខ្ញុំធ្វើវីដេអូអំពីតម្លើង Ubuntu Server អញ្ចឹងជាដំបូងឡើយគឺយើងចុចមកកាន់ New ហើយយើងដាក់ VM name ដែលយើងដាក់ឈ្មោះអីក៏បានដែរអញ្ចឹងខ្ញុំដាក់ឈ្មោះរបស់ខ្ញុំហើយចំពោះ VM folder គឺយើងប្រើវាទៅរក folder ណាដែលយើងចង់ដាក់ចូលអញ្ចឹងខ្ញុំសូមដាក់ចូលនៅក្នុងfolder Linux SU10 ហើយ ISO image នេះគឺយើងប្រើវាទៅរក Ubuntu server ដែល ISO របស់យើងតបមកតែហ្នឹងគឺចូលមកកាន់ setup នេះវិញគឺយើងដាក់ឈ្មោះរបស់យើងមក username ហើយ password ហើយចំណុចបន្ទាប់នេះគឺយើងយកខ្សែកុដ96និង CPU 4ហើយចំពោះកន្លែងនេះគឺយើងឲ្យវាជា default ចឹងទៅយើងមិនបាច់ថែមថយអីទេយើង finish មកបន្ទាប់មកយើងរងចាំឲ្យវាដើរពេញសិនមកចឹងវាចាំឲ្យស្ទុកដែរតើវាដើរពេញហើយគឺវានឹងលោតមកបែបនេះឈើតោះមកយើងរងចាំវាបន្តទៀតទៅអញ្ចឹងទៅពីយើងចាំវាមកស្ទុះមកគឺវាបានដើរដល់នេះហើយយើងចាំវាមកតិចទៀតមកអញ្ចឹងដល់កន្លែងនេះគឺវាទាមទារឲ្យយើង login អញ្ចឹងយើង login ចូលដល់ username និង password ដែលយើងបានបង្កើតក្បាលដំបូងមកអញ្ចឹងវាបានប៉ុណ្ណឹងចុងដល់នេះគឺយើងស៊ូម OMI ចឹងវាឆារីចឹងសួរ PWD វាចឹងគឺវាបានឲ្យយើង home និងឆារីចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងទេខ្ញុំសូមអរគុណនិងសូមជម្រាបលា